នេះជារូបភាពវិជ្ជសាស្ត្រផ្នែកអេកូទៅលើសរីរៈបំពង់រំលាយអាហារគឺរូបភាពម្ដុំផ្នែក fourth iliac rod គេហៅថាផ្នែកពីលើឆ្អឹងផាល់ចំហៀងខាងស្ដាំបានន័យថាខាងក្រោមនៃប្លង់ខាងក្រោមថ្លើមទន្ទឹមនឹងចិត្តស្មើនឹងរំសិតពីលើថ្ងាសផ្នែកខាងស្ដាំយើងឃើញនេះរូបបដោយវែងជាបំពង់បែបហ្នឹងគេហៅថាផ្នែកមួយវៀនដែលមានវាស់កាត់ទៅទៅយើងឃើញមានកម្រាស់វា7មីលីម៉ែត្រ.5បដោយនេះវារហូតដល់26មីលីម៉ែត្រនេះរូបភាពកាត់ទៅដែរឃើញ7.8មីលីម៉ែត្រអញ្ចឹងអានឹងជាផ្នែកមួយវៀនដែលយើងគេហៅថា appendix ណាអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ឈឺនៅម្ដុំហ្នឹងហើយយើងសកត់ទៅគាត់ឈឺទៀតអញ្ចឹងមែនអត់បាទប៉ុន្តែឈឺហ្នឹងដែលធ្វើឲ្យគាត់ច្រាស់ក្នុងពោះហ្នឹងគឺមូលហេតុបែបហ្នឹងឯងមូលហេតុដែលគាត់ច្រាស់ក្នុងពោះហ្នឹងគឺដោយសារទង្វើរបស់ផ្នែកវារូបភាពផ្នែកវាណារូបភាពនេះទៅជាប់នឹងនេះគឺរូបផ្នែកវាយើងកាត់ទៅតឹងណានេះគឺមេโซខ្លាញ់ណាដូចយើងអញ្ចឹងនៅប៉ាត់អញ្ចឹងមិញបាទជាបញ្ហាដែលយើងត្រូវយល់បាទណៃក៏វាគាត់ស្រួលមើលបាទដោយសារស្បែកពុកក៏ស្ដារនេះផ្នែកវាមកអញ្ចឹងហើយនេះគឺសកូមយើងមកអានេះ appendix ណាផ្នែកវាអញ្ចឹងជារូប appendix មួយដែលរូបភាពកាត់ទៅតឹងនេះគឺផ្នែកវានេះគេហៅថា inflammation វាចាប់ដើមនៃការរលាកណាបាទវាចង្កែវាហើមនេះចាប់ដើមហើមចង្កែវាមានទឹកល្ងីនៅក្នុងហ្នឹងយើងឃើញណាមានក្នុងហ្នឹងអញ្ចឹងជំរើសការព្យាបាលមានតែការវះកាត់ការធ្វើ appendicectomy ហ្នឹងបានន័យថាកាត់ដកយកផ្នែកពោះវៀនដែលចេញពីពោះវៀនធំជាកន្ទីប្រជុំទាំងរបស់ពោះវៀនតូចនិងពោះវៀនធំពោះវៀនតូចគេហៅថា ileon នៅមកជាប់នៅម្ដុំទៅហ្នឹងចុងចូលទៅជាមួយនឹងសកូមហើយបន្ទាប់មកបានពោះវៀនលើសកូមហ្នឹងគេហៅថាកឡុងអាសង្ដង់បាទពោះវៀនឡើងទៅលើណាអញ្ចឹងគាត់រលាកផ្នែកពោះវៀនពិតប្រកបហើយណាយល់ល្អគួរទៅមន្ទីរពេទ្យទៅពីគ្រូយោបល់បន្ថែមទៀតហើយបន្ទាប់មកគេអាចបូមឈាមមើលក្របឈាមសតែក្របឈាមសគាត់ឡើងនៅក្នុងឈាមយើងដែរអត់ដោយសារមានការបង្ករោគដោយសារការរលាកផ្នែកពោះវៀននេះហើយណាយើងឃើញច្បាស់ហើយណានេះអានេះគេហៅពោះវៀនធំអានេះពោះវៀនផ្នែកពោះវៀនយើងមើលកាត់ទៅតឹងផ្នែកពោះវៀនឃើញពីនេះបដោយផ្នែកពោះវៀនបាទនេះទៅតឹងផ្នែកពោះវៀនអញ្ចឹងខ្ញុំក៏ចង់បកស្រាយឲ្យគាត់យល់តើគាត់មានចម្ងល់អីសួរខ្ញុំទៀតទេណាឥឡូវសម្រាប់ចិត្តទៅពិគ្រោះជាមួយនឹងពេទ្យធំថែមទៀតណាបាទគេអាចនឹងមើលអេកូបន្ថែមឬក៏គេអាចនឹងវិភាគការសង្កត់ធម្មតាគេអាចយកដៃទៅសង្កត់ផ្នែកខាងស្ដាំនៃពោះហ្នឹងទៅបើគេដកដៃមកមានការឈឺចាប់ខ្លាំងឬពេលខ្លះទៀតគេអាចគេប្រើម្រាមដៃគេហៅថាសកចូលតាមគេហៅថាទ្វារលិមួកគេហៅរុនគូតណាដើម្បីងាកមកស្ដាំយើងឈឺចាប់ខ្លាំងណាស់អត់បើគេថាឈឺចាប់ខ្លាំងហើយនឹងមើលរូបភាពអេកូនឹងបូកសម្ពាធឈាមនៃក្របឈាមសការឡើងខ្ពស់អាហ្នឹងគេហៅថាគាត់រលាកផ្នែកពោះវៀនពិតប្រាកដហើយគេត្រូវការវាឲ្យគេធ្វើ appendicectomy បាទអរគុណច្រើនការយល់ដឹងពីគ្រឿងក្នុងរបស់យើងតាមរយៈការថតឆ្លោះរូបភាពវិទ្យាសាស្ត្រអេកូបាទអរគុណ